Okay សួស្តីទាំងអស់គ្នានេះគឺជាវីដេអូសង្ខេបមេរៀនឡើងវិញដែលយើងបានរៀនកាលពីសប្តាហ៍មុនសម្រាប់គ្នាយើងដែលអត់បានចូលរៀនហើយនឹងសម្រាប់គ្នាយើងដែលបានរៀនហើយក៏អាចមើលឡើងវិញបានដើម្បីជាការរំលឹកឡើងវិញទៅលើខ្លឹមសារមេរៀនពាក់ព័ន្ធទៅនឹងមូលដ្ឋានគ្រឹះនៃការសរសេរសំណេរភាសាអង់គ្លេសអូខេតោះឥឡូវយើងទៅចាប់ផ្ដើមជាមួយគ្នា Mastering English Paragraphs and Essays អញ្ចឹងគឺយើងរៀនសរសេរកថាខណ្ឌនិងសំណេរតាំងសេចក្តីជាភាសាអង់គ្លេសពាក្យថា master នៅទីនេះបានន័យថាយើងរៀនឲ្យវាមានលក្ខណៈថាល្អប្រសើរយើងរៀនឲ្យមានជំនាញទៅលើផ្នែក paragraph ហើយនិង essay ហ្នឹងអញ្ចឹងនេះគឺជា guide មួយដែលនាំអ្នកនរគ្នាឆ្ពោះទៅកាន់ការសរសេរសំណេរកថាខណ្ឌឬក៏តែងសេចក្តីបានដោយជោគជ័យ A guide to parts of speech and sentence structure អញ្ចឹងវាគឺជាមគ្គុទ្ទេសក៍នាំផ្លូវទៅកាន់ parts of speech ខណៈពាក្យហើយនិង sentence structure រចនាសម្ព័ន្ធល្បះចឹងតើអីទៅជាថ្នាក់ពាក្យហើយអីទៅជារចនាសម្ព័ន្ធនៃល្បះហើយហេតុអីបានជាយើងត្រូវដឹងរឿងទាំងអស់ហ្នឹងមុននឹងយើងចាប់ផ្ដើមសរសេរតែងសេចក្តីឥឡូវយើងទៅមើលជាមួយខ្ញុំទាំងអស់គ្នា So this guide will help you understand the basic building blocks of English sentences and paragraphs. By the end of this guide, you'll be able to identify the different parts of speech, recognize and use phrases and clauses effectively, construct clear and correct sentences, write well-structured paragraphs and essays.Avoid common sentence errors អញ្ចឹងខ្លឹមសារមេរៀននេះនឹងជួយឲ្យអ្នកទាំងអស់គ្នាយល់ពីមូលដ្ឋានគ្រឹះវាជា basic building blocks វាជាគ្រឹះនៃល្បះនិងសំណេរកថាខណ្ឌភាសាអង់គ្លេសហើយក្រោយពីចប់មេរៀននេះទៅអ្នកទាំងអស់គ្នានឹងអាចកំណត់បាននៅថ្នាក់ពាក្យនៅក្នុងភាសាអង់គ្លេសថាថ្នាក់ពាក្យហ្នឹងវាមានប្រមាណហើយវាមានអីខ្លះពាក់ព័ន្ធទៅនឹង parts of speech ហើយធ្វើម៉េចដើម្បីយើងមើលស្គាល់ថាថ្នាក់ពាក្យហ្នឹងវាជាថ្នាក់ពាក្យអីណាហើយចំណុចទី2គឺយើងស្គាល់ពី phrases កន្សោមពាក្យហើយនឹង clauses យើងអាចប្រើថាប្រយោគឬក៏ល្បះយើងទាំងអស់គ្នានឹងស្គាល់ហើយចេះប្រើប្រាស់កន្សោមពាក្យនិងល្បះនៅក្នុងសំណេរបានហើយទាំងអស់គ្នាក៏អាចគេហៅថា construct clear and correct sentences គេហៅថាសង់ល្បះមួយដែលបានត្រឹមត្រូវហើយវាមានរចនាសម្ព័ន្ធទៅតាមវេយ្យាករណ៍ត្រឹមត្រូវតាមប្រភេទល្បះមួយយើងនឹងចាប់ផ្ដើមអាចសរសេរកថាខណ្ឌនិងសំណេរតែងសេចក្តីបានហើយប្រសិនបើយើងចេះរឿងទាំងអស់ខាងលើមកហ្នឹងហើយកាលណាយើងសរសេរបានហើយយើងនឹងអាចជៀសវាងនៅកំហុសមួយចំនួនដែលតែងតែកើតឡើងជារឿយៗដែលវាអាសាកើតឡើងចំពោះសំណេរកថាខណ្ឌហ្នឹងតាមរយៈល្បះដែលយើងបង្កើតមកអញ្ចឹងចំណុចដំបូងដែលអ្នកនរគ្នាត្រូវដឹងទីមួយគឺ parts of speech ថ្នាក់ពាក្យណាវាគឺជា foundation វាគឺជាគ្រឹះអីបើប្រៀបធៀបទៅនឹងការសាងសង់ផ្ទះវិញអាហ្នឹងគឺដូចជាសសរគ្រឹះហើយណាបើយើងអត់ចេះ parts of speech ទេយើងអត់អាចទៅសរសេរ essay សរសេរ paragraph បានទេយើងមិនអាចឈានកម្មចតាម្ដង5កម្មបានទេណាអញ្ចឹងយើងត្រូវឈានម្ដងមួយកម្មអញ្ចឹងការថ្នាក់ពាក្យហ្នឹងជាអី Words are the building blocks of language ពាក្យហ្នឹងវាគឺជាពីបីដូចជាអីគេ block នៃអាគារអញ្ចឹងប៉ុន្តែវាជា block នៃភាសាអញ្ចឹងភាសាវាគឺជាបណ្ដុំដែលកើតចេញពីពាក្យទាំងអស់ហ្នឹងផ្សំចូលគ្នាហើយពាក្យមួយហ្នឹងវាមានថ្នាក់ពាក្យផ្សេងគ្នាតែកំណត់មុខងារឬតួនាទីរបស់វានៅក្នុងល្បះ Each word has a specific part of speech that determines its function in a sentence ហើយខាងក្រោមនេះគឺជាការសង្ខេបឡើងវិញទៅលើថ្នាក់ពាក្យទាំងអស់ដែលយើងត្រូវចេះចំពោះការរៀនថ្នាក់ពាក្យនេះបើសិនបើយើងចង់រៀនឲ្យស៊ីជម្រៅនិងលម្អិតយើងចំណាយពេលពី2ទៅ3ខែដោយក្នុងមួយសប្តាហ៍យើងរៀន5ម៉ោងទៅយើងនឹងច្បាស់ហើយប៉ុន្តែនៅទីនេះដើម្បីឆ្ពោះទៅកាន់ការធ្វើវិញ្ញាសាផ្នែកសំណេរបាននៅពេលប្រឡងខ្ញុំគ្រាន់តែសង្ខេបឲ្យទាំងអស់គ្នាជាការរំលឹកឡើងវិញទេដោយសារគ្នាយើងខ្លះក៏បានរៀនមកហើយដែរពាក់ព័ន្ធនឹងថ្នាក់ពាក្យហ្នឹងអញ្ចឹងថ្នាក់ពាក្យទាំងអស់ជាទូទៅគឺវាមាន8ទី1គឺ noun pronoun ទី2 verb ទី3 adjective ទី4 adverb ទី5 preposition ទី6 conjunction ទី7និងចុងក្រោយ interjection ទី8អញ្ចឹង noun ជាអី noun ប្រែថានាមគឺជា a person place thing or idea វាគឺជាឈ្មោះសម្រាប់សម្គាល់ទៅលើមនុស្សទីកន្លែងវត្ថុឬក៏គំនិតអីមួយ examples ដូចជា dog park table freedom អញ្ចឹងនាមវាមានច្រើនប្រភេទទៀតណាកាលពីនិយមន័យកម្រិតបឋមសិក្សាយើងចាំបានថានាមគឺជាសម្ដែងសម្រាប់សម្គាល់ឈ្មោះមនុស្សសត្វវត្ថុរុក្ខជាតិនិងទីកន្លែងអីចឹងប៉ុន្តែដល់កម្រិតវិទ្យាល័យដូចពួកយើងហើយយើងត្រូវស្គាល់នាមដែលលើសពីនឹងទៀតនាមខ្លះមិនប្រកាសថាយើងអាចមើលរូបវាឃើញទេវាមិនមែនជាពាក្យដែល
ងាយឬពាក្យកម្រិតបឋមដែលយើងធ្លាប់រៀនហ្នឹងណាដូចជា dog នេះគឺវាងាយទេយើងយល់ហើយអាហ្នឹងវាគឺជាសត្វអញ្ចឹងវាជានាមណាជាឈ្មោះសត្វមួយ park ជាឈ្មោះទីកន្លែងមួយ table ជាឈ្មោះវត្ថុមួយអញ្ចឹងទៅប៉ុន្តែពពួកនាមមួយក្រុមទៀតគឺពពួក abstract noun ដូចជា freedom សេរីភាពឃើញទេអញ្ចឹងពពួកហ្នឹងគឺគេហៅថា abstract noun ជានាមអរូបីហើយវាមានការសម្គាល់របស់វាដែរអញ្ចឹងបងប្អូនដែលបានមើលវីដេអូ abstract noun ដែលខ្ញុំផ្ញើកាលពីយប់មិញហ្នឹងនឹងបានយល់ហើយថា abstract noun មានលក្ខណៈសម្គាល់មិនខ្លះណាឥឡូវតទៅចំណុចទី2គឺ pronoun សព្វនាមនិយាយខ្លីគឺវាសម្រាប់ជំនួសទៅឲ្យនាមជាទូទៅយើងស្គាល់វាមានដូចជា he she it they we ដោយ subject pronoun ដែលយើងអាសាអញ្ចឹងដែលយើងឧស្សាហ៍ចាំតាមរយៈការពេញថា are you with they he she it អានោះវាជា pronoun ហើយវាជា subject pronoun វាមានច្រើនប្រភេទដែរវាមាន subject pronoun object pronoun possessive pronoun reflexive pronoun អីចឹងទៅតួនាទីវាគឺដូចគ្នាគឺសម្រាប់ជំនួសឲ្យនាមណាចំណុចទី3គឺយើងនិយាយពី verb កិរិយាសព្ទវាបង្ហាញពីសកម្មភាពឬក៏សភាពមិនប្រកបថាវាត្រូវតែជាសកម្មភាពដែលយើងអាចមើលឃើញឬសង្កេតឃើញទេប៉ុន្តែវាក៏អាចជាសភាពវាជា state of being ជាសភាពអីមួយដែរ example ដូចជា run ហ្នឹងគឺជាសកម្មភាព eat ជាសកម្មភាពអីប៉ុន្តែដូចជា is are sim អីនេះគឺមិនមែនជាសកម្មភាពទេវាជាសភាពលក្ខណៈដែលបញ្ជាក់ទៅឲ្យប្រធានតែប្រធាននឹងមានសភាពមិនឧទាហរណ៍ he is a student គាត់គឺជាសិស្សអញ្ចឹងសភាពលក្ខណៈគាត់នឹងគឺជាអីគឺជាសិស្សវាឆ្លុះបញ្ចាំងទៅឲ្យ subject pronoun វាមិនមែនជាសកម្មភាពរបស់ subject ដែលធ្វើអំពើទេអញ្ចឹងបានន័យថាកិរិយាសព្ទវាមានច្រើនប្រភេទទៀតវាមានទាំងអកម្មនិងអសកម្មដែលវាមានសកម្មភាពហើយនឹងវាអត់សកម្មភាពឬក៏កិរិយាសព្ទមួយចំនួនទៀតវាត្រូវការកម្មបត្តិខ្លះទៀតអត់ត្រូវការកម្មបត្តិអីចឹងទៅ adjective គឺចំណុចទី4ដែលយើងត្រូវដឹង adjective គឺគុណនាមវាកើតមកដើម្បីពណ៌នាឬក៏បញ្ជាក់លក្ខណៈទៅឲ្យនាម examples red big happy interesting អញ្ចឹងពាក្យទាំងអស់នេះសុទ្ធតែជាគុណនាមហើយអញ្ចឹងពាក្យដែលនៅបន្ទាប់ពីវាគឺត្រូវតែជានាមណាជាទូទៅគឺវាត្រូវជានាមដោយសារវាជាពាក្យបញ្ជាក់លក្ខណៈឲ្យនាមគុណនាមក្នុងភាសាអង់គ្លេសវានៅខាងឆ្វេងនាមពីផ្ទុយភាសាខ្មែរយើងប៉ុន្តែការបកប្រែគឺយើងបកប្រែពីនាមមកវិញមកឧទាហរណ៍ថា red pen យើងដាក់ red នៅពីមុខ pen វាពណ៌នាឬបញ្ជាក់លក្ខណៈឲ្យ pen ប៉ុន្តែខ្មែរយើងគឺនិយាយថាប៊ិចក្រហមមិនក្រហមប៊ិចទេអញ្ចឹង red pen blue pen អញ្ចឹងទៅ big pig ណាជ្រូកធំអញ្ចឹង happy girl ណាគ្មានស្អីដែលសប្បាយចិត្ត interesting book សភៅគួរចាប់អារម្មណ៍អញ្ចឹងចំណុចទី4គឺចំណុចទី5 adverb ហ្នឹងគឺជាពាក្យសម្រាប់ add ទៅឲ្យ verb ប៉ុន្តែមិនមែនបានតែ verb ទេវាអាច add ទៅឲ្យ adjective ឬក៏ another adverb បើន័យថាវាបញ្ជាក់លក្ខណៈបញ្ជាក់ន័យបន្ថែមទៅឲ្យកិរិយាសព្ទគុណនាមឬក៏គុណកិរិយាផ្សេងទៀត examples quickly very well often អញ្ចឹងពាក្យទាំងអស់នេះសុទ្ធតែជា adverb ហើយជាទូទៅយើងសម្គាល់ឃើញថា adverb មួយចំនួនធំវាបញ្ចប់ដោយ ly នៅខាងចុង adverb មួយចំនួនធំវាកើតចេញពីគុណនាមតាមរយៈការបន្ថែម ly ដែលជាបច្ចុប្បន្នបន្ថែមនៅខាងចុងទៅជា adverb ហើយដូចជា quick ទៅជា quickly អីហ្នឹងជាដើមចំណុចទី6គឺ preposition យើងហៅថាធ្នាក់ណាធ្នាក់គឺវាបង្ហាញពី relationship រវាង noun ឬក៏ pronoun ហើយនឹងពាក្យផ្សេងទៀតនៅក្នុងល្បះ example in on at to from អីទាំងអស់នេះគឺសុទ្ធតែជាធ្នាក់ហើយធ្នាក់វាមានច្រើនប្រភេទវាមានធ្នាក់បញ្ជាក់ពីពេលវេលាបញ្ជាក់ពីទីកន្លែងបញ្ជាក់ពីទិសដៅអីចឹងណាអញ្ចឹងវាមានច្រើនប្រភេទទៀតប៉ុន្តែអីដែលយើងពេញនិយមស្គាល់ជាងគេគឺ in on at ហ្នឹងឯងចឹងឧទាហរណ៍យើងចង់និយាយថានៅម៉ោង7ព្រឹកគឺ at 7 o'clock អញ្ចឹង at ប្រើជាមួយពេលវេលាវាជាធ្នាក់បង្ហាញពីពេលវេលា at home នៅផ្ទះអញ្ចឹង at ក៏អាចប្រើបង្ហាញពីទីកន្លែងបានដែរអញ្ចឹងយើងអត់ទៅលំអិតទេយើងគ្រាន់តែដឹងពីព្រោះថាវាគ្រាន់តែជាការរំលឹកឡើងវិញយើងគ្រាន់ដឹងត្រួសប៉ុណ្្នឹងទៅហើយចំណុចទី7គឺ conjunction គឺឈ្នាប់តែអីទៅគឺជាឈ្នាប់គឺវា connects វាភ្ជាប់ពាក្យកន្សោមពាក្យឬក៏ល្បះបើវាភ្ជាប់ពាក្យវាត្រូវតែភ្ជាប់ពាក្យដែលមានឋានៈពាក្យស្មើគ្នាឋានៈវាស្មើគ្នាបើនាមវាភ្ជាប់មួយនាមអញ្ចឹងទៅណាឧទាហរណ៍ឈ្នាប់មានន័យខ្លះវាមាន and មាន but or so ឬក៏ because អីចឹងទៅឧទាហរណ៍យើងនិយាយថាសុកនិងសៅសុក and សៅអញ្ចឹង and វាជាឈ្នាប់សម្រាប់ភ្ជាប់ពាក្យសុកជាមួយនឹងពាក្យថាសៅហើយឈ្នាប់វាមានច្រើនប្រភេទដែរវាមាន coordinating conjunction ដែលយើងអាចចាំវាជា acronym ជាពាក្យកាត់នោះយើងដឹងថាវាជា fan voice ហើយពពុះមួយទៀតគឺ subordinating conjunction វាមានពាក្យច្រើនណាស់ដែលយើងធ្លាប់ជួបគ្រាន់តែពេលខ្លះយើងអត់ចេះហៅឈ្មោះវាដូចជា because អីនេះសុទ្ធតែជា subordinating conjunction ដែលគេហៅថាឈ្នាប់ clear ហើយពពុះហ្នឹងនឹងយកទៅបង្កើតជា complex sentence នៅទៅមុខទៀតយើងនឹងដឹងហើយណាហើយចុងក្រោយថ្នាក់ពាក្យមួយប្រភេទចុងក្រោយគឺ interjection គឺជាឧទានស័ព្ទអានេះវាខុសគេបន្តិចហើយអត់ពិបាកវាអត់ច្រឡំមួយគេនេះ
ចឹងវាគឺជាពាក្យឬក៏កន្សោមពាក្យដែលបង្ហាញពី emotion strong emotion វាអាចជាអារម្មណ៍ត្រេកអររំភើបសប្បាយឬក៏តក់ស្លុតកាត់ទុកក្រៀមក្រំអីចឹងទៅ examples wow oh help ចឹងពាក្យទាំងអស់នេះសុទ្ធតែជា interjection ហើយលក្ខណៈសម្គាល់របស់វាគឺវាតែងតែបញ្ចប់ទៅដោយ exclamation mark គឺពាក្យស័ព្ទជានិច្ចណាទៅមុខតិចទៀតគឺយើងនិយាយពី common confusions ភាពភ័ន្តច្រឡំមួយចំនួនដែលយើងអាសាជួបទីមួយគឺ adjective ហើយនិង adverb គុណនាមជាមួយនឹងគុណកិរិយាសព្ទឧទាហរណ៍ថា he is a fast runner គាត់គឺជាអ្នករត់ដ៏លឿនម្នាក់អញ្ចឹង fast នៅទីនេះគឺជា adjective ដោយសារវា describe ទៅឲ្យ runner នេះវាបញ្ជាក់លក្ខណៈឲ្យអ្នករត់គឺ runner ថារត់យ៉ាងម៉េចគឺរត់លឿនអញ្ចឹងវាអត់ពិបាកសម្គាល់នៅគ្នាយើងប៉ុន្តែបើសិនបើវាជា adverb example he runs fast គាត់រត់យ៉ាងលឿនអញ្ចឹង fast តើសរសេរដូចគ្នាប៉ុន្តែទីតាំងវាខុសគ្នាថ្នាក់ពាក្យវាខុសគ្នា fast នៅទីនេះវាច្រើននៅខាងក្រោយ runs ដែលជាកិរិយាសព្ទអញ្ចឹងគឺវាជា adverb វា add ទៅឲ្យ verb run នេះថារត់យ៉ាងម៉េចគឺរត់យ៉ាងលឿនអញ្ចឹង fast ហ្នឹងវាដើរតួជាគុណនាមក៏បានជាគុណកិរិយាសព្ទក៏បានអញ្ចឹងយើងរៀនចំណាំទៅណា fast នេះវាអត់មាន add វាអត់យើងអាច add ly ទៅឲ្យ fast ដូច slowly ដូច quickly អីមិនខាងលើអញ្ចឹង fast ហ្នឹងវានៅតែដែរអត់មានចេញ fastly អីណាចំណុចមួយទៀតគឺគេប្រៀបធៀបពី preposition ជាមួយនឹង conjunction ធានាជាមួយនឹងឈ្នាប់ពេលខ្លះយើងច្រឡំគ្នាដែរឧទាហរណ៍ I went to the store ខ្ញុំបានទៅផ្សារបានទៅហាងអញ្ចឹងអានេះវាជា preposition went to the store to កន្លែងនេះគឺជាធានាហើយប៉ុន្តែដល់ពេលយើងនិយាយថា I went to the store and I bought milk ខ្ញុំបានទៅផ្សារហើយខ្ញុំបានទិញទឹកដោះគោអញ្ចឹងកន្លែងណាទីឈ្នាប់គឺ and អញ្ចឹងគ្រាន់នៅទីនេះគេគ្រាន់តែចង់បញ្ជាក់ថាធ្នាក់វាខុសពីឈ្នាប់ដាច់ខុសដាច់ត្រង់មិនត្រង់ថាធ្នាក់ហ្នឹងគឺយើងតាក់ពីពាក្យមួយទៅពាក្យមួយដូច went to the store to នឹងវាតាក់ពីកិរិយាសព្ទ went ទៅកន្សោមនាម the store នេះប៉ុន្តែដល់ពេលឈ្នាប់វិញគឺវាតាក់ពីឈ្នាប់គឺវាភ្ជាប់ពីល្បះមួយទៅល្បះមួយពី clause មួយទៀតទៅ clause មួយទៀតឧទាហរណ៍ I went to the store ហ្នឹងជា clause មួយហើយដល់ពេល I bought milk ហ្នឹងជា clause មួយទៀតអញ្ចឹងគេប្រើ and សម្រាប់ភ្ជាប់ពីរ clause ចូលគ្នាហើយអា clause ពីរចូលគ្នាទៅជា clause មួយទៅជា sentence មួយហ្នឹងគឺគេហៅថា simple sentence compound sentence ណា compound sentence ដែលយើងនឹងរៀនទៅខាងមុខទៀតហើយចុងក្រោយគឺ pronoun antecedent clarity pronoun antecedent clarity នេះគឺចង់សំដៅទៅលើភាពច្បាស់លាស់នៃសព្វនាមអញ្ចឹងការយើងប្រើនាមហើយយើងចង់ចំនួននាមនឹងទៅដោយសព្វនាមយើងត្រូវប្រើសព្វនាមឲ្យបានត្រឹមត្រូវណាឧទាហរណ៍ថា John told David that he was wrong John បានប្រាប់ David ថាគាត់ខុសហើយអញ្ចឹងកន្លែង he នេះគេចង់ឲ្យយើងយល់ថាតើ he កន្លែងហ្នឹងគឺចំនួនទៅឲ្យ David ឬចំនួនទៅឲ្យ John ក្នុងន័យហ្នឹង John បានប្រាប់ David ថាគាត់នឹងខុសហើយ who was wrong តើណាខុស be specific សូមសរសេរឲ្យច្បាស់បន្តិចមកចឹងបើយើងឲ្យច្បាស់គឺយើងសរសេរជា quoted speech បែបនេះហើយខាងលើគឺសរសេរជា reported speech ដែលយើងរៀនហើយណាប៉ុន្តែបើយើងសរសេរជា quoted speech គឺច្បាស់ហ្មងថាសម្ដីនឹងពីណាអ្នកនិយាយឧទាហរណ៍ John told David I am wrong John នឹងបានប្រាប់ David ថាខ្ញុំខុសហើយណាខ្ញុំខុសហើយអញ្ចឹងសម្ដីនឹងគឺច្បាស់ជាសម្ដីរបស់ John ហើយអញ្ចឹងសព្វនាម I នៅទីនេះគឺជំនួសឲ្យតួអង្គដែល John និយាយប្រាប់ David ហ្នឹងហើយអញ្ចឹងខ្ញុំគិតថាវីដេអូភាគ1នេះមានប៉ុណ្ណេះសិនអូខេពាក់ព័ន្ធនឹង parts of speech Thank you see you next video